ព្រឹកដំបូងនៅភ្នំពេញនៅទីក្រុងភ្នំពេញកាលណាព្រះអាទិត្យទើបតែឡើងខ្យល់ត្រជាក់ស្រាលៗភ្លុំតាមមុខហាងកាហ្វេតូចមួយសុភាក្មេងស្រីអាយុប្រមាណ23ឆ្នាំពីខេត្តតាកែវកំពុងរៀបចំតុការងារឌីនេះជាផ្នែកមួយនៃសុបិននាងក្នុងការរស់នៅទីក្រុងពេលដែលនាងយកកាហ្វេទៅផ្ដល់អតិថិជនម្នាក់ឈ្មោះវីធូក្មេងប្រុសស្លៀកឯកសណ្ឋានធ្វើការក្រុងហ៊ុំធំពេលនោះភ្នែកទាំងពីរប៉ះគ្នាដូចជាភ្លើងបញ្ឆេះអារម្មណ៍ស្នេហាចាប់ផ្ដើមឡើងការស្គាល់គ្នាវីធូតែងតាត្រឡប់មកហាងរៀងរាល់ព្រឹកដើម្បីទទួលកាហ្វេដដែលកាហ្វេទឹកកកមួយដុសផ្អែមតិចគាត់និយាយផ្អែមមានការចេះដឹងទំនាក់ចិត្តច្របូកច្របល់ថ្ងៃបន្ទាប់វីទូយកផ្កាមកផ្ដល់ឲ្យសុភាហើយនិយាយថាសុភាខ្ញុំចង់ឲ្យអូនជាអ្នកសំខាន់ក្នុងជីវិតខ្ញុំសុភាស្ងៀមស្ងាត់មិនដឹងត្រូវនិយាយអ្វីទេពេលយប់នោះនាងអង្គុយនៅច្រាំងទន្លេទៅតាមខ្យល់ត្រជាក់និងសំឡេងរលកបេះដូងនាងដូចមានសូរពីរយ៉ាងប្រឆាំងគ្នាស្នេហាថ្មីនិងអនុស្សាវរីយ៍ចាស់ប៉ាំពីត្រឡប់ទៅតាកែវសុភាធុញនឹងភាពរវល់ទីក្រុងសម្រេចចិត្តត្រឡប់ទៅស្រុកសម្រាកបន្តិចនៅទីនោះតារាមកទទួលនាងនៅច្រកចូលភូមិទឹកភ្នែកនាងហូរពេលឃើញរូបមុខស្មោះស្រឡាញ់ការទំនាក់ទំនងពីវីទូថ្ងៃបន្ទាប់ទូរស័ព្ទសុភាសម្លេងរត់ឡើងវីទូទូរស័ព្ទមកសុភាខ្ញុំកំពុងរង់ចាំអូននៅច្រាំងទន្លេដែលយើងធ្លាប់ទៅជាមួយគ្នាមកវិញបានទេសុភាមើលទូរស័ព្ទដឹងថាវាជាការសម្រេចចិត្តសំខាន់តារាមើលនាងស្ងៀមស្តាក់ស្ទើរតែគាត់មិនបង្ខំការជ្រើសរើសចុងក្រោយព្រឹកនោះសុភាចុយតែស្ទឹងត្រៀមឡើងឡានទៅភ្នំពេញតារាមកបិទដៃនាងទួនហើយនិយាយថាបងមិនអាចទប់អូនបានទេប៉ុន្តែបងសង្ឃឹមថាអូននឹងសប្បាយចិត្តជានិច្ចសុភាបិទភ្នែកហើយសម្រេចចិត្តនៅស្រុកនាងយល់ថាស្នេហាដែលមានសេចក្តីសុខពិតប្រាកដគឺស្នេហាដែលមានភាពស្មោះត្រង់ជីវិតថ្មីនៅតាកែវខែក្រោយសុភានិងតារាបើកហាងកាហ្វេតូចមួយឈ្មោះថាកាហ្វេភ្នំពេញតាកែវ Memory នៅលើជញ្ជាំងមានរូបថតចាស់ៗរបស់សុភានៅភ្នំពេញបង្ហាញថានាងមិនភ្លេចអតីតកាលទេប៉ុន្តែយល់ថាជីវិតត្រូវទៅមុខជាមួយញាក់ដៃស្រឡាញ់ពិតអនុស្សាវរីយ៍នៅទីក្រុងនៅភ្នំពេញវីទូនៅអង្គុយនៅច្រាំងទន្លេដូចជាថ្ងៃដែលនាងចាកចេញគាត់កាន់រូបថតសុភាហើយញញឹមស្ងៀមសំណាងល្អសុភាឲ្យអូនសប្បាយចិត្តក្នុងស្នេហារបស់អូនខ្យល់រាត្រីផ្លុំក្រអូបផ្កាឈូកជាប់ក្នុងដៃគាត់ដូចជាការលាដោយស្ងៀមរបស់ស្នេហាដែលមិនបានចប់